វីដេអូដែលកូនហៅប៉ូលីសយកមកចាប់ម្ដាយណាបងប្អូនគឺខ្ញុំសូមបញ្ជាក់បន្តិចបងប្អូនដោយសារតែមានបងប្អូនខ្លះគឺគាត់បានឆាតបងប្អូនខ្លះគាត់បានខមមិនគាត់ថាំងទោះបីជាម្ដាយអាក្រក់អីក្តីឬក៏អញ្ចេះមួយចោះមួយក្តីក៏ប៉ុន្តែមិនគួរហៅប៉ូលីសយកមកចាប់នឹងទេអញ្ចឹងណាបងប្អូនចាអញ្ចឹងពីអស់ទាំងនេះគឺយើងអាចប្រើថាមនោសញ្ចេតនារវាងម្ដាយហើយនឹងកូនអញ្ចឹងណាបងប្អូនចាក៏ប៉ុន្តែសម្រាប់មនុស្សដែលអស់ការអត់ធ្មត់ដែលអស់មនោសញ្ចេតនាលេងគ្មានការយោគយល់គឺមានតែច្បាប់នឹងទេដែលអាចជួយដោះស្រាយបានអញ្ចឹងណាជាពិសេសទៀតនោះគឺយើងរស់នៅលើទឹកដីគេរស់នៅលើប្រទេសរបស់គេអញ្ចឹងទៅអញ្ចឹងការដែលយើងរស់នៅជាមួយគ្នាមិនចោះសម្រងមានការប្រឆាំងជាមតិគ្នាឬក៏យើងប្រើសិទ្ធិជាម្ដាយឬក៏កូនគេយកសិទ្ធគេជាកូនខ្លាំងពេកគឺលេងអស់ការយោគយល់ហើយដល់ទៅពេលលេងអស់ការយោគយល់គឺមានតែផ្លូវច្បាប់នឹងទេដែលអាចជួយបានអញ្ចឹងណាបងប្អូនចាអញ្ចឹងខ្ញុំសូមបញ្ជាក់បន្តិចណាបងប្អូនណាសម្រាប់វីដេអូទី1និងវីដេអូនេះក្តីគឺខ្ញុំអត់បន្តោសឬទៅលើម្ដាយឬក៏ខ្ញុំអត់បន្តោសទៅលើកូននឹងទេបងប្អូនចាស់ជាធម្មតាច្បាប់គេធ្វើការគឺគេដឹងហើយបងប្អូនគេនឹងថ្លឹងថ្លែងពីចំណុចណាទៅចំណុចណាបើសិនតែគេរកឃើញថាម្ដាយនេះរំលោភបំពានទៅលើសិទ្ធិកូនច្រើនពេកអញ្ចឹងគេនឹងយកម្ដាយទៅមានការអប់រំឬក៏ណែនាំក៏ប៉ុន្តែបើសិនតែកូននឹងគេប្រើសិទ្ធិគេណាបងប្អូនណាគេប្រើសិទ្ធិគេតតាំងជាមួយនឹងមតិរបស់ម្ដាយដូចជាខ្ញុំឃើញគេផុសជាច្រើននិងអ្នកខ្លះបានឆាតមកប្រាប់ខ្ញុំច្រើនណាស់បងប្អូនគឺមានការជះអាចជះទឹកនោមជះអីទៅលើកូនអញ្ចឹងចុះគឺគេប្រើសិទ្ធិខ្លួនគេជាកូននឹងឯងដើម្បីការពារខ្លួនអញ្ចឹងគេអត់ធ្វើអំពើហឹកដូចកូនអញ្ចឹងដែលវាក្រោអាប់ដែលវាធំធាត់នៅក្នុងស្រុកគេវាអត់មានធ្វើទង្វើណាមួយបែបអំពើហិង្សាឬក៏វាយដំច្រំធាក់បែកនឹងទេក៏ប៉ុន្តែវាអាចនឹងមានផលប៉ះពាល់ទៅលើផ្លូវចិត្តរបស់វាអញ្ចឹងបងប្អូនគឺវាគិតថាមានតែច្បាប់ទេដែលអាចជួយវាបានអញ្ចឹងវាទៅប្រាប់ច្បាប់អីអញ្ចឹងទៅអញ្ចឹងប៉ូលីសគេមកចាប់ឬក៏ប៉ូលីសគេមកយកយើងទៅគឺមិនមែនចេះតែយកយើងទៅតាមអ្នកប្តឹងនឹងទេបងប្អូនគឺគេនឹងស្រាវជ្រាវគេនឹងសើចមើលទៅតាមនឹងទៀតអញ្ចឹងណាបើសិនតែយើងជាម្ដាយប្រើសិទ្ធិវាលើសលប់ទៅលើកូនខ្លាំងពេកយើងក៏ខុសច្បាប់ដូចគ្នាអញ្ចឹងកូនក៏គេមានសិទ្ធិក្នុងការការពារខ្លួនគេនឹងដូចគ្នាណាបងប្អូនណាអានេះគឺខ្ញុំចង់មានន័យថាខ្ញុំបញ្យល់ពីការប្រើសិទ្ធិខ្លួនឯងជាម្ដាយនិងការប្រើសិទ្ធិនឹងការប្រើច្បាប់សម្រាប់ការពារខ្លួនគឺខ្ញុំអត់កាន់ជើងថាម្ដាយនឹងវាអាក្រក់ណាស់កូននឹងវាសាហាវណាស់ចេះបដៅចេះហៅប៉ូលីសមកចាប់ម្ដាយចេះចុះគឺខ្ញុំអត់បានហាមត់បែបនឹងទេបងប្អូនណាចាក្មេងណាបងប្អូនជាពិសេសក្មេងដែលថាធំធាត់នៅក្នុងស្រុកមួយដែលរៀនបានជ្រៅជ្រះដែលគោរពទៅលើច្បាប់ណាបងប្អូនគឺវាតែងតែប្រើសិទ្ធិវាជាធំហើយក្មេងដែលធំធាត់នៅលើស្រុកគេគឺបើវាដោះស្រាយអីមិនបាននឹងទេវាអាចនឹងមានវិបត្តិផ្លូវចិត្តគឺវានឹងមានច្បាប់ដោយសារតែតាមសាលារៀននីមួយក្មេងខ្លះដូចកូនខ្ញុំជាដើមអីខ្ញុំប្រាប់បងប្អូនម្ដងហើយម្ដងទៀតគឺការរៀននៅក្នុងសាលាគឺគេមាន HR ឬក៏អ្នកស្ទាបស្ទងអំពីជីវិតក្រុមគ្រួសារវិបត្តិផ្លូវចិត្តទៅលើក្មេងនិងសួរសុខទុក្ខពីកូនដែលនៅផ្ទះជាមួយនឹងឪពុកម្ដាយបែបណាគឺគេមានណាបងប្អូនចាស់គេស៊ើបសពគ្រប់បែបយ៉ាងនឹងឯងអញ្ចឹងបានថាវាប្រើច្បាប់វារៀនច្បាប់មកតាំងពីក្មេងនឹងទៅហើយដល់ទៅពេលធំឡើងនឹងឲ្យគេមានសិទ្ធិខ្លួនគេមិនឲ្យគេប្រើយើងជាឪពុកម្ដាយយកសិទ្ធិខ្លួនយើងអានតែខ្លួនយើងជាឪពុកម្ដាយប្រើទៅលើគេពេកវាលេងយោគយល់គ្នាណាបងប្អូនយល់អារម្មណ៍មួយនឹងអត់អញ្ចឹងបានខ្ញុំតែងតែប្រាប់បញ្យល់បងប្អូនសម្រាប់បងប្អូនអ្នកដែលចង់នឹមកូននឹងការចិញ្ចឹមកូននឹងឲ្យសកលក្រោយសូមមេត្តារៀនយល់អំពីច្បាប់នឹងឲ្យជាម្ដាយនឹងឲ្យត្រង់ចំណុចណាដែលយើងអាចគ្រប់គ្រងគេត្រង់ចំណុចណាដែលយោគយល់តើត្រង់ចំណុចណាដែលកូនមានសិទ្ធិការពារសិទ្ធិរបស់គេដូចគ្នាអញ្ចឹងវិធានបទមួយនេះក៏មានតែប៉ុណ្្នឹងទេហើយខ្ញុំក៏អត់កាន់ជើងថាទោះបីជាម្ដាយឈួតម្ដាយជាក៏យើងមិនត្រូវយកប៉ូលីសមកចាប់គាត់ទាំងដែរអត់ទេបងប្អូនប៉ូលីសគេមិនមែនចេះតែចាប់ទេហ្នឹងហើយអញ្ចឹងគេអាចនឹងស្ទាបស្ទង់ទៅលើផ្លូវច្បាប់បើសិនតែម្ដាយនឹងប្រើច្បាប់មើលទៅគាត់ប្រើសិទ្ធិគាត់ខ្លាំងពេកគៀបសង្កត់ទៅលើកូនខ្លាំងពេកគឺគាត់ខុសហើយអញ្ចឹងកូនហ្នឹងហើយដោយសារតែការអត់ធ្មត់វាមានដែនកំណត់អីអញ្ចឹងចុះគឺគេយកច្បាប់មកដោះស្រាយក៏កូននឹងវាអត់ខុសដែរអញ្ចឹងបុគ្គលគិតពីរនាក់ហ្នឹងគឺមានតែក្នុងគ្រួសារគិតទេដែលដឹងហ្នឹងហើយការចេះយោគយល់គ្នាអញ្ចឹងណាហ្នឹងហើយមួយប្រើសិទ្ធហ្នឹងហើយមួយទៀតប្រើសិទ្ធជាម្ដាយមួយទៀតប្រើសិទ្ធជាកូនអញ្ចឹងណាក៏ប៉ុន្តែដល់ទៅពេលប្រើសិទ្ធចោះប្រើសិទ្ធឡើងវាអស់ការយោគយល់គ្នាបងប្អូនវាអស់មានចំណងលក្ខណៈថាវាប្រឆាំងមតិគ្នាដល់ទៅពេលអញ្ចឹងទៅគឺមានតែច្បាប់នឹងទេទុកឲ្យច្បាប់ដោះស្រាយនឹងទៅបងប្អូនចាមានតែប៉ុណ្្នឹងអរគុណ